តាំងពីចាប់បដោះក្របមកដល់ធំប៉ុណ្ណឹងរយៈពេលដែលយើងបដោះបានអាយុ4 ទៅ 5 ខែបានដាក់ដាំនឹងដីហ្នឹងគឺខ្ញុំដាំរបៀបអត់ដកថង់ទេយើងគ្រាន់តែកាត់គូតថង់ហើយយើងទប់នឹងដីមកហើយពូនគល់បន្តិចមកហើយយើងបោះចតុលចងទប់វាមកហើយយើងបាំងសលែនធ្វើអញ្ចឹងបាំងសណាញ់គ្របពីលើដើម្បីការពារកម្ដៅនៅពេលខែដែលខ្ញុំដាំដំបូងហ្នឹងវាក្តៅខ្លាំងតែរោងដែលគ្របនេះខ្ញុំតែធ្វើក្រោយទេដោយសារអត់ទាន់មានពេលធ្វើឲ្យវាហើយចន្លោះពេលដែលមិនទាន់បានធ្វើឲ្យវាហ្នឹងក៏ដើមវាក៏មិនសូវជាល្អដែរវាអន់វាចាញ់ក្តៅឥឡូវចូលខែវស្សាហើយចូលដើមខែវស្សាខែ5ថ្ងៃទី20ជាងចិត្តចូលខែ6អញ្ចឹងអាកាសធាតុខែនេះវា